បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបមួយទាក់ទងទៅនឹងកីឡាករប្រដាល់លំដាប់ជួរមុខកម្ពុជាធឿនធារានៅលើបណ្ដាញសង្គមសម្រាប់ថ្ងៃទី16 ខែ 5 ឆ្នាំ 2025 នេះតែម្ដងពុកម៉ែបងប្អូនគឺអស់មិនផុតទេទាក់ទងទៅនឹងវីដេអូឃ្លីបចែកចាយនៅលើបណ្ដាញសង្គមដែលធឿនធារាធ្វើឲ្យបែកធ្លាយវីដេអូឃ្លីបនោះអញ្ចឹងអ្វីដែលខ្ញុំចង់និយាយគឺមានចំណុចវិជ្ជមាននិងអវិជ្ជមាននៅក្នុងវីដេអូឃ្លីបនេះតាមក៏ប៉ុន្តែរឿងរ៉ាវរបស់កីឡាករធឿនធារានេះយកមកបង្ហោះនៅលើបណ្ដាញសង្គមគឺដូចជាមិនចំណេញទេសម្រាប់គុនខ្មែរហើយកីឡាករធឿនធារាខ្លួនឯងផ្ទាល់ក៏គួរតែបាទកុំប្រព្រឹត្តតាក់ទងទៅនឹងអ្វីដែលបានធ្វើនៅក្នុងវីដេអូឃ្លីបដែលបានបែកផ្សេងអញ្ចឹងពុកម៉ែបងប្អូនមួយចំនួនក៏បានងឿងឆ្ងល់ថាហេតុអីបានគាត់ធ្វើអញ្ចឹងហើយក៏មានសំណួរចោទសួរទៅកាន់លោកគ្រូអេពូថងហើយឥឡូវនេះលោកគ្រូអេពូថងហ្នឹងក៏បានចេញទម្លាយនៅលើបណ្ដាញសង្គមហើយបាទក៏ដូចជាប្រាប់ទៅកាន់អ្នកសារព័ត៌មានហើយតាក់ទងទៅនឹងកីឡាករធឿនធារាដោយលោកអេភូថងប្រាប់ថាមិនដឹងរឿងផ្ទាល់ខ្លួនរបស់ធឿនធារាខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិកកីឡាករប្រដាល់គុណខ្មែរជួមុខធឿនធារាកំពុងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃខ្លាំងពីវីដេអូឃ្លីបដែលបានបែកធ្លាយពីការជក់បារីអេឡិចត្រូនិកការបែកធ្លាយវីដេអូឃ្លីបនេះបានកើតមានឡើងស្របពេលដែលកម្រិតគុណភាពការប្រកួតនៅលើសង្វៀនហាក់មានការថមថយគុណភាពនៃការប្រកួតរបស់កីឡាករលំដាប់ជួរមុខរបស់កម្ពុជារូបនេះធឿនធារាមិនសូវបានប្រកួតញឹកញាប់ទេក្នុងឆ្នាំ2025រាល់ពេលឡើងប្រកួតម្ដងក្នុងមួយរយៈពេលចុងក្រោយនេះរូបគេឆាប់អស់កម្លាំងស៊ូជាពិសេសការប្រកួតជាមួយនឹងកីឡាកររបស់សេនេកាល់អាប៊ុលអាឡៃឌីអាឡូកាលពីថ្ងៃទី4 ខែឧសភាឆ្នាំ2025ធឿនធារាបានកើតមានអាការៈគ្រុនញាក់ក្រោយការប្រកួតពេលនោះមានការលើកឡើងពីមូលហេតុថារូបគេបានឡើងប្រកួតទាំងឈឺដោយសារបញ្ហាផ្ដាសាយពេលទៅថ្លឹងទម្ងន់ប៉ះនឹងទឹកភ្លៀងករណីអស់កម្លាំងស៊ូនឹងឈឺពេលឡើងប្រកួតក៏ជាផ្នែកមួយដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅហើយប៉ុន្តែចុងក្រោយបំផុតនេះស្រាប់តែបែកធ្លាយវីដេអូឃ្លីបជក់បារីអេឡិចត្រូនិកគេមិនទាន់ដឹងច្បាស់ថាវីដេអូឃ្លីបនេះកើតឡើងតាំងពីពេលណាហើយជាវីដេអូឃ្លីបមែនតើឬបាទជាការថតសម្ដែងអ្វីមួយបាទបើសិនជាមានការថតសម្ដែងភាពយន្តអីបាទក៏ភាពយន្តនោះគួរអាចនិយាយថាចេញមកគឺធ្វើពហិការមិនមើលតែម្ដងមូលហេតុមិនគួរណាយកកីឡាករលំដាប់ជួរមុខទៅឲ្យជក់បារីទេនៅខ្ញុំសូមនិយាយអញ្ចឹងបងបើសិនជាខ្សែភាពយន្តណាយកកីឡាករលំដាប់អេល្បីធ្វើឲ្យគុណខ្មែរសុសសាយពីឆ្នាំ2022មកនោះយកទៅសម្ដែងឲ្យជក់បារីនៅលើបណ្ដាញសង្គមខ្ញុំសូមធ្វើពហិការមិនមើលបាទខ្សែភាពយន្តនោះតែម្ដងនឹងក្នុងនាមខ្ញុំបាទខាត់ស្តង់ដារជាអ្នកគ្រប់គ្រងវិស័យកីឡាប្រដាល់គុណខ្មែរបាទខ្ញុំនិយាយបង្ការទុកមុនជុំវិញរឿងរ៉ាវទាំងនេះលោកអេពូថងដែលជាគ្រូបង្វឹករបស់កីឡាករធឿនធារាបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានបែបនេះថាលោកអត់ដឹងទេកុំស៊ូលោកគ្រូការហ្វឹកហាត់ធម្មតាទេមានឈ្មោះវាយក៏ហ្វឹកហាត់ធម្មតាអត់មានឈ្មោះវាយគាត់នៅផ្ទះគាត់ដឹងតែប៉ុណ្ណឹងបើវាសំដៅទៅលើធឿនធារាទៅធ្វើអីទៀតបាទគ្រូអត់សូវដឹងទេតែមិនអីទេចាំមកហាត់វិញគ្រូដាស់តឿនទៀតដើម្បីកុំឲ្យបាទបំពុលសង្គមយើងជាបុគ្គលល្បីត្រូវធ្វើជាគំរូដល់មហាជនចាំគ្រូជួយដាស់តឿនថែមទៀតលោកគ្រូបានបញ្ជាក់ថាមានគេតេស៊ូលោកគ្រូច្រើនណាស់បាទគ្រូមិនដឹងគ្រូអត់ដឹងដោយសារគ្រូបង្ហាត់ពេលដែលគាត់មកហាត់នឹងពេលក្រោយហ្វឹកហាត់គាត់ទៅធ្វើអីគ្រូអត់ដឹងទេនេះមិនមែនជាលើកទី1ទេដែលមហាជនចាប់អារម្មណ៍និងរិះគន់ទៅលើសកម្មភាពផ្ទាល់ខ្លួនរបស់កីឡាករលំដាប់ជួរមុខកន្លងមករូបគេបានខកខានក្នុងការប្រកួតម៉ារ៉ាតុងអន្តរជាតិដែលមានបេក្ខភាពបាទចូលរួមណាសុទ្ធតែលំដាប់ដោយសារតែបញ្ហាការលេងបាល់បាទទាត់ក៏កើតមានបញ្ហារបួស
មុនពេលមានរបួសនោះរូបគេបានត្រូវបានឃើញលេចមុខថតសម្ដែងក្នុងវីដេអូកំ pl ែងជាបន្តបន្ទាប់ធឿនធារាជាកីឡាករលំដាប់កំពូលប្រចាំប្រទេសកម្ពុជាក្នុងប្រភេទទម្ងន់72គីឡូក្រាមរូបគេជាកីឡាករកម្ពុជាតែម្នាក់គត់ដែលមានឈ្មោះក្នុងទស្សនាវដ្តីដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិក Forbes និងឈ្នះខ្សែក្រវ៉ាត់ជាច្រើនខ្សែរថយន្តនិងផ្ទះវិឡាកាលពីពេលថ្មីនេះរូបគេក៏ទើបតែមានឈ្មោះជាប់ក្នុងជម្រើសជាតិគុនខ្មែរជាលើកដំបូងដែលត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិក៏ដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាទឹកដីប្រទេសថៃជាដើមបាទដូច្នេះពុកម៉ែបងប្អូនអ្នកតាមដានវិស័យកីឡាបដាល់គុនខ្មែរឃើញថាបងប្អូនទៅស៊ូលោកគ្រូអេពូថងលោកគ្រូអេពូថងគាត់មិនដឹងណាពុកម៉ែបងប្អូនណាបាទលោកគ្រូអេពូថងគាត់មិនដឹងអាហ្នឹងខ្ញុំស៊ូខ្ញុំមិនមែននិយាយកាន់ជើងលោកគ្រូអេណាលោកគ្រូអេគាត់មិនដឹងទេបាទគាត់អត់ដឹងបើគាត់ដឹងក៏គាត់ហាមដែរខ្ញុំជឿជាក់លោកគ្រូអេអ្នកគ្រូសសមាលីបាទមានគ្រូឯណាទៅឃើញអញ្ចឹងហើយគាត់មិនណែមិននាំទេអត់ទេហើយវីដេអូឃ្លីបហ្នឹងអត់ដឹងថាបែកធ្លាយពីពេលណាតែគាត់ធ្វើតាំងពីអង្កលបាទយើងអត់ទាន់ដឹងទេណាយើងអត់ទាន់ដឹងទេអញ្ចឹងបងប្អូនមួយចំនួនថាបើចង់ដឹងទៅស៊ូលោកគ្រូអេហើយមានមូលហេតុអីទៅស៊ូលោកគ្រូអេគាត់មិនដឹងគាត់អត់ដឹងទេណាពុកម៉ែបងប្អូនណាបាទគាត់អត់ដឹងទេហើយតាក់ទងបាទទៅនឹងព័ត៌មានពុកម៉ែបងប្អូនអ្នកតាមដានវិស័យកីឡាបដាល់គុនខ្មែរបាទចូលរួមបាទគេហៅថា comment ទាំងអស់គ្នាហើយវីដេអូឃ្លីបដែលបានបែកធ្លាយនោះជាការសំណូមពរពីខ្ញុំណាពុកម៉ែបងប្អូនណាបាទឥឡូវនេះបើនិយាយពីទឹកដីប្រទេសថៃគេសោចចំអកយើងដល់កគេសោចចំអកណាលំដាប់លេខ1របស់កម្ពុជាហើយបែកធ្លាយវីដេអូហ្នឹងឲ្យឃើញបណ្ដាเพจថ្ងៃហ្នឹងបើគាត់ខ្ញុំអូសហើយចូល100เพจជាងឃើញយកមកផុសបាទណាពុកម៉ែបងប្អូនណាបាទអញ្ចឹងគេចាំតែសោចចំអកយើងទេហើយខ្ញុំសនំពោទៅកីឡាករទាំងអស់មិនមែនសំដៅទៅលើធឿនធារាមួយមុននឹងធ្វើអីយើងជាមនុស្សមហាជនដែលមានការគ្រប់គ្រងរាប់ម៉ឺនរាប់ពាន់រាប់សែនម៉ែត្រចូលដល់លានអ្នកសំណុំពរបាទធ្វើអ្វីមួយត្រូវគិតឲ្យច្បាស់ថាយើងជាគំរូគេអាហ្នឹងខ្ញុំសំណុំពរទាំងអស់កីឡាករគុនខ្មែរបងមិនសំដៅលើបុគ្គលណាម្នាក់ទេគ្រាន់តែជាការសំណុំពររួមមួយក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងវិស័យកីឡាបដាល់គុនខ្មែរធ្វើអ្វីដែលជាគំរូដល់ក្មេងៗចំនួនក្រោយបាទធ្វើជាគំរូដល់ក្មេងៗចំនួនក្រោយដូច្នេះតាក់ទងបាទទៅនឹងព័ត៌មានក៏នឹងមានតែប៉ុណ្្នឹងដែរជាចុងក្រោយបាទសូមជម្រាបលា